ស្ថានភាពនយោបាយសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជានាពេលបច្ចុប្បន្នបង្ហាញឲ្យឃើញពីទស្សនវិជ្ជាដ៏ស្មុគស្មាញនៃការក្តោបក្តាប់អំណាចដែលបានចាក់ឫសយ៉ាងជ្រៅរបស់គណបកប្រជាជនកម្ពុជានិងបញ្ហាប្រឈមរចនាសម្ព័ន្ធដែលអាចបង្កឲ្យមានការប្រែប្រួលនាពេលអនាគតបើទោះបីជាមានការរំពឹងទុកខ្លះពីមជ្ឈដ្ឋាននៅក្នុងស្រុកនិងសហគមន៍អន្តរជាតិថាលោកហ៊ុនម៉ាណែតក្រោយទទួលបានតំណែងជានាយករដ្ឋមន្ត្រីពីលោកហ៊ុនសែនអាចនឹងនាំមកនៅការកែតម្រង់និងការបើកលំហសេរីភាពនយោបាយជាងឪពុករបស់លោកក៏ដោយក៏ប៉ុន្តែជាក់ស្ដែងរហូតមកដល់ពេលនេះលោកនៅតែបន្តដើរតាមគន្លងចាស់ដោយប្រើប្រាស់ប្រព័ន្ធច្បាប់ការតាក់ទាញផលប្រយោជន៍និងការរឹតបន្តឹងយ៉ាងតឹងរឹងដើម្បីលុបបំបាត់សម្លេងប្រឆាំងនិងការពីអំណាចរបស់គ្រួសារយ៉ាងរឹងមាំបំផុតអំណាចដ៏មហិមារបស់គណបកប្រជាជនកម្ពុជាជាពិសេសគ្រួសារហ៊ុននេះបានកើតចេញពីការរៀបចំរចនាសម្ព័ន្ធនយោបាយដែលផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតរវាងតួអង្គបុគ្គលគណបកនិងស្ថាប័នរដ្ឋរួមមានកម្លាំងប្រដាប់អាវុធមន្ត្រីរាជការស៊ីវិលនិងប្រព័ន្ធតុលាការដែលជាកេរដំណែលតាំងពីសម័យរដ្ឋកម្ពុជាមកកងកម្លាំងសន្តិសុខនិងយោធាត្រូវបានរៀបចំឡើងដោយផ្អែកលើភាពស្មោះត្រង់ផ្ទាល់ខ្លួនចំពោះថ្នាក់ដឹកនាំរបស់គណបកជាងការបំពេញតួនាទីជាស្ថាប័នអព្យាក្រឹតដើម្បីបម្រើជាតិពិតប្រាកដជាមួយគ្នានេះប្រព័ន្ធតុលាការត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយដើម្បីកម្ចាត់គណបកប្រឆាំងធំដូចជាការរំលាយគណបកសង្គ្រោះជាតិក្នុងឆ្នាំ2017និងការរឹតបន្តឹងមិនឲ្យគណបកភ្លើងទៀនចូលរួមការបោះឆ្នោតជាតិនៅក្នុងឆ្នាំ2023និងការបោះឆ្នោតព្រឹទ្ធសភាក្នុងឆ្នាំ2024ជាដើមការរឹតបន្តឹងសេរីភាពបញ្ចេញមតិការចាប់ខ្លួនសកម្មជនបរិស្ថានសកម្មជនដីធ្លីនិងអ្នកកាសែតលេចធ្លោជាបន្តបន្ទាប់នៅក្នុងឆ្នាំ2024ឆ្នាំ2025និងឆ្នាំ2026បានបង្ហាញយ៉ាងច្បាស់ថារបបដឹកនាំបច្ចុប្បន្នជ្រើសរើសយកការបង្ក្រាបនិងការប្រើប្រាស់ប្រព័ន្ធច្បាប់ជាយន្តការចម្បងនៅក្នុងការរក្សាស្ថិរភាពអំណាចរបស់ខ្លួនក្រៅពីការបង្ក្រាបអំណាចបែបគ្រួសារនេះបានប្រើប្រាស់ប្រព័ន្ធចែករំលែកផលប្រយោជន៍ដើម្បីទាក់ទាញមន្ត្រីនិងអិសរាជជនជំនាន់ក្រោយមកចូលរួមជាមួយខ្លួននៅក្នុងគោលបំណងការពារកុំឲ្យមានការបែកបាក់ផ្ទៃក្នុងជាក់ស្ដែងនៅក្នុងឆ្នាំ2024រដ្ឋាភិបាលលោកហ៊ុនម៉ាណែតបានពង្រីកចំនួនមន្ត្រីថ្នាក់រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងក្រសួងនានាដែលនេះជាការចែករំលែកផលប្រយោជន៍និងអំណាចរវាងកូនចៅរបស់មន្ត្រីជំនាន់មុនលើសពីនេះគណៈបកកណ្ដាលអំណាចបានព្យាយាមកសាងសាមគ្គីភាពជាតិនិងការគាំទ្រតាមរយៈគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំដូចជាព្រលានយន្តហោះនិងគម្រោងព្រែកជីកហ្វូណនដេជូដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី5ខែសីហាឆ្នាំ2024ជាដើមគម្រោងទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងស្មារតីស្នេហាជាតិដើម្បីបង្វែរការចាប់អារម្មណ៍សាធារណជនពីបញ្ហាសង្គមនានានិងបង្កើតនូវភាពស្របច្បាប់សម្រាប់លោកហ៊ុនម៉ាណែតសម្រាប់កម្ពុជាដែលគណៈបកកណ្ដាលអំណាចគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធទាំងស្រុងនិងកង្វះប្រព័ន្ធឯករាជ្យឱកាសនៃការផ្លាស់ប្ដូរដោយគ្មានអំពើហិង្សាអាចកើតឡើងតាមរយៈយន្តការសេដ្ឋកិច្ចនិងនយោបាយដែលជះឥទ្ធិពលដល់តុល្យភាពអំណាចផ្ទៃក្នុងកត្តាដំបូងបង្អស់គឺការប្រែប្រួលសេដ្ឋកិច្ចនិងការថយចុះនៃធនធានសម្រាប់បែងចែកផលប្រយោជន៍ដល់បណ្ដាញខ្សែរយៈរបស់បកសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងតែជួបប្រទះការថយចុះកំណើនដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីថ្ងៃទី7និងទី8ខែកក្កដាឆ្នាំ2026បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះកម្រិតត្រឹម 3% នៅឆ្នាំ2026ការធ្លាក់ចុះនេះបណ្ដាលមកពីការកើនឡើងនៃតម្លៃថាមពលវិបត្តិវិស័យអចលនទ្រព្យរួមទាំងការខូចខាតកេរ្តិ៍ឈ្មោះធ្ងន់ធ្ងរពីបញ្ហាបទល្មើសបច្ចេកវិទ្យានិងការឆបោកតាមប្រព័ន្ធអនឡាញការសាកល្បងដ៏ធំបំផុតរបស់របបដឹកនាំបច្ចុប្បន្នគឺការចាកចេញរបស់កម្ពុជាពីក្រមប្រទេសអភិវឌ្ឍតិចតួចដែលត្រូវបានកំណត់ជាផ្លូវការនៅថ្ងៃទី19ខែធ្នូឆ្នាំ2029ការចាកចេញនេះបានធ្វើឲ្យកម្ពុជាបាត់បង់
អនុគ្រោះពន្ធពាណិជ្ជកម្មពីទីផ្សារអឺរ៉ុបនិងបណ្ដាប្រទេសលោកខាងលិចដែលអាចនាំឲ្យមានការបាត់បង់ការងាររាប់សែនកន្លែងជាពិសេសនៅក្នុងវិស័យកាត់ដេរនិងធ្វើឲ្យប្រជាពលរដ្ឋជាច្រើនសែននាក់ធ្លាក់ចូលក្នុងភាពក្រីក្រឡើងវិញនៅពេលដែលរដ្ឋាភិបាលបានជួបវិបត្តិថវិកានិងមិនមានធនធានគ្រប់គ្រាន់ដើម្បីចែកចាយដល់បណ្ដាខ្សែរយៈរបស់ខ្លួនភាពស្មោះត្រង់របស់ក្រុមអិសរាជជននឹងត្រូវរង្គោះរង្គើហើយអាចបង្ខំឲ្យពួកគេងាកមករកការចរចាបង្កើតច្បាប់ទម្លាប់ត្រឹមត្រូវដើម្បីការពារទ្រព្យសម្បត្តិនិងផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងផ្អែកលើការសម្រេចចិត្តរបស់ក្រុមគ្រួសារតែមួយកត្តាគន្លឹះបន្ថែមទៀតដែលអាចនាំមកនូវការផ្លាស់ប្ដូរដោយសន្តិវិធីគឺការកើតឡើងនៃការខ្វែងគំនិតគ្នារវាងអិសរាជជនជំនាន់ក្រោយបន្ទាប់ពីបានបាត់បង់ជីវិតឬក៏ថមថយចុះឥទ្ធិពលរបស់ថ្នាក់ដឹកនាំចាស់ជាពិសេសលោកហ៊ុនសែនដែលជាអ្នកសម្របសម្រួលជំនួសផ្ទៃក្នុងដ៏មានឥទ្ធិពលបំផុតរបស់បកលោកហ៊ុនម៉ាណែតមិនទាន់មានប្រវត្តិតស៊ូនយោបាយសមត្ថភាពនិងឥទ្ធិពលផ្ទាល់ខ្លួនដែលអាចបញ្ជាគ្រប់គ្រងនិងបង្ខំឲ្យក្រុមអិសរាជជនទាំងអស់ចុះចូលទាំងស្រុងដោយឪពុករបស់លោកនៅឡើយទីដូចនេះប្រសិនបើមានវិបត្តិសេដ្ឋកិច្ចឬការប្រជែងដណ្ដើមផលប្រយោជន៍កើតឡើងជំលោះរវាងក្រុមគ្រួសារកាន់អំណាចនិងគ្រួសាររបស់អិសរាជជនផ្សេងទៀតអាចនឹងផ្ទុះឡើងជាថ្មីដែលជាឱកាសឲ្យមន្ត្រីដែលមានគំនិតកែតម្រង់និងក្រុមបច្ចេកទេសងាកមកបង្កើនសម្ព័ន្ធភាពដើម្បីស្ដារការត្រួតពិនិត្យអំណាចតាមច្បាប់រដ្ឋធម្មនុញ្ញឡើងវិញជាមួយគ្នានេះដែរកត្តាគន្លឹះមួយទៀតគឺការភ្ញាក់រលឹកផ្នែកសង្គមដែលជំរុញដោយបញ្ហាអធិបតេយ្យភាពជាតិនិងសិទ្ធិដីធ្លីបញ្ហាថៃឈ្លានពានឬកិច្ចព្រមព្រៀងសម្ងាត់ជាមួយនឹងប្រទេសជិតខាងលំហូរអន្តោប្រវេសន៍ខុសច្បាប់និងវិបត្តិបំណុលខ្នាតតូចដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានបាត់បង់ដីធ្លីគឺជាចំណុចរសើបដែលអាចបំផុសឲ្យមានចលនាតស៊ូមតិដោយសន្តិវិធីពីសំណាក់ប្រជាពលរដ្ឋមន្ត្រីរាជការនិងសហជីពចលនាស្នេហាជាតិបែបនេះមានភាពរសើបខ្លាំងដែលធ្វើឲ្យកងកម្លាំងប្រដាប់អាវុធមានភាពស្ទាក់ស្ទើរនៅក្នុងការប្រើប្រាស់ហិង្សាបង្ក្រាបដែលអាចបើកផ្លូវឲ្យមានការចរចាស្វែងរកការផ្លាស់ប្ដូរជាវិជ្ជមានការប្រែក្លាយកម្ពុជាឲ្យវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដនិងនីតិរដ្ឋមិនអាចកើតឡើងនៅក្នុងរយៈពេលខ្លីបានឡើយដោយសារតែគណៈបកកាន់អំណាចបានចាក់ឫសយ៉ាងជ្រៅនៅក្នុងរចនាសម្ព័ន្ធរដ្ឋអស់រយៈពេលជិតកន្លះសតវត្សមកហើយយ៉ាងណាក្តីការផ្លាស់ប្ដូរអាចនឹងកើតឡើងនៅក្នុងរយៈពេលវែងដោយបែងចែកចេញជា3ដំណាក់កាលនៅក្នុងដំណាក់កាលដំបូងចាប់ពីឆ្នាំ2026ដល់ឆ្នាំ2030គណៈបកប្រជាជនកម្ពុជានឹងនៅតែបន្តរក្សាគ្រប់គ្រងអំណាចយ៉ាងណែនបំផុតរដ្ឋាភិបាលគ្រួសារហ៊ុននឹងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានិងច្បាប់តឹងរឹងដើម្បីទប់ស្កាត់ការកកើតឡើងវិញនៃគណៈបកប្រឆាំងនិងដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចទប់ទល់ទៅនឹងផលប៉ះពាល់នៃការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ2029ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនិងនយោបាយពីចិននឹងបន្តជួយឲ្យរដ្ឋាភិបាលគ្រួសារហ៊ុនអាចទប់ទល់ទៅនឹងសម្ពាធការទូតពីបណ្ដាប្រទេសលោកខាងលិចនៅក្នុងដំណាក់កាលទី2ចន្លោះពីឆ្នាំ2030ដល់ឆ្នាំ2040ភាពរកាំរកូសនៃប្រព័ន្ធអំណាចនឹងចាប់ផ្ដើមលេចឡើងយ៉ាងច្បាស់ឥទ្ធិពលនៃការបាត់បង់អនុគ្រោះពន្ធពាណិជ្ជកម្មនិងវិបត្តិបំណុលឯកជននៅក្នុងស្រុកនឹងកាត់បន្ថយសមត្ថភាពរដ្ឋាភិបាលនៅក្នុងការទ្រទ្រង់ប្រព័ន្ធចែកចាយផលប្រយោជន៍ស្របពេលជាមួយគ្នានេះការផ្លាស់ប្ដូរតាមធម្មជាតិនៃថ្នាក់ដឹកនាំជាន់ខ្ពស់ជំនាន់មុននឹងបង្កើតឲ្យមានការប្រជែងអំណាចផ្ទៃក្នុងដែលអាចបង្ខំឲ្យអិសរាជជនជំនាន់ក្រោយមួយចំនួនងាកមកស្វែងរកការគ្រប់គ្រងពីលោកខាងលិចនិងការកែតម្រង់ស្ថាប័នដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចនិងនយោបាយរបស់ពួកគេនៅក្នុងដំណាក់កាលទី3ចន្លោះឆ្នាំ2040ដល់ឆ្នាំ2050កត្តាប្រជាសាស្ត្រនឹងដើរតួនាទីយ៉ាងសំខាន់និងជាកម្លាំងរុញច្រានចុងក្រោយនៅក្នុងការផ្លាស់ប្ដូរប្រជាពលរដ្ឋខ្មែរភាគច្រើននៅពេលនោះគឺជាយុវជនជំនាន់ក្រោយដែលមិនធ្លាប់ឆ្លងកាត់របបខ្មែរក្រហមឬក៏សង្គ្រាមស៊ីវិលពួកគេ
ជាមនុស្សដែលរស់នៅក្នុងតំបន់ទីប្រជុំជនមានការអប់រំខ្ពស់និងប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលចង់បានសេរីភាពយុត្តិធម៌សង្គមនិងឱកាសសេដ្ឋកិច្ចស្មើភាពគ្នាសម្ពាធយុវជនជំនាន់ថ្មីនេះនឹងធ្វើឲ្យការរក្សាប្រព័ន្ធដឹកនាំបែបគ្រួសារនិយមនិងឯកបកជួបប្រទះការលំបាកយ៉ាងខ្លាំងមិនអាចបន្តទៅមុខទៀតបានដែលនឹងបង្ខំឲ្យមានការបើកចំហនយោបាយនិងការធ្វើកំណែទម្រង់ប្រព័ន្ធនីតិរដ្ឋឲ្យល្អប្រសើរជាងមុនដើម្បីឆ្លើយតបទៅនឹងសម្ពាធនៅក្នុងស្រុកជារួមបើទោះបីជាគ្រួសារលោកហ៊ុនសែនបានពង្រឹងអំណាចរបស់ខ្លួនយ៉ាងរឹងមាំនាពេលបច្ចុប្បន្ននេះក៏ដោយក៏ប៉ុន្តែស្ថិរភាពនេះមានភាពងាយរងគ្រោះខ្ពស់ចំពោះវិបត្តិសេដ្ឋកិច្ចបញ្ហាបំណុលនិងការប្រែប្រួលនាពេលអនាគតការស្ដារលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជានឹងត្រូវចំណាយពេលរាប់ទសវត្សរ៍ហើយទាមទារឲ្យមានការជំរុញសមត្ថភាពផ្នែកបច្ចេកទេសនិងពង្រឹងធនធានមនុស្សនិងការចូលរួមការពារបរិស្ថាននិងសិទ្ធិដីធ្លីដោយសន្តិវិធីដើម្បីសាងគ្រឹះនៃនីតិរដ្ឋបន្តិចម្ដងសម្រាប់យុវជនជំនាន់ក្រោយខ្ញុំញឹមសុខន VOD